វក្រតុណ្ឌមហាកាយកោឌិសុរិយសម្បប្រភៈអវិក្នំគ្រមេទេវសារវការិយសុសរវតាអានឹងសំស្ក្រឹតចឹងណាពេលដើមលោកនិយាយសំស្ក្រឹតមកបែកទៅមកផ្នែកទៀតលោកនិយាយតែភាសាខ្មែរយើងដូច្នេះចង់បញ្ជាក់ថាខ្មែរយើងមានពាក្យពេចន៍គ្រប់គ្រាន់សម្រាប់ប្រើប្រាស់មុនឥទ្ធិពលភាសាបាលីភាសាសំស្ក្រឹតចូលមកយើងមានក៏ប៉ុន្តែនៅពេលណាដែលឥទ្ធិពលបាលីសំស្ក្រឹតចូលមកលោកអ្នកប្រាជ្ញខ្មែរយើងយល់ឃើញតែពាក្យនឹងល្អណាស់ពាក្យមកបន្ទាត់និយាយតែ2ម៉ាត់ទេពាក្យខ្មែរយើងមកបន្ទាត់និយាយបាលីតែ2ម៉ាត់ទេសំស្ក្រឹតតែ1ម៉ាត់ទេអាចពង្រីកបាន2បន្ទាត់3បន្ទាត់អញ្ចឹងងាយមួយណាស្រួលជាងចឹងយកតិចស្រួលជាងវាក្តោបអត្តន័យច្រើនគ្រាន់តែពាក្យថាធម្មមួយម៉ាត់ញាតិញោមបកស្រាយសភៅមួយក្បាល100តព200តពឃើញទេដូច្នេះនេះដែលនាំឲ្យមានការទម្លាប់ប្រើពាក្យនឹងយូរទៅคล้ายទៅជាពាក្យរបស់យើងនិយាយថាពាក្យខ្មែរយើងតាមពិតពាក្យទាំងអស់ហ្នឹងយកពីឥណ្ឌាមកតាពុទ្ធសាសនាក្តីភាសាបាលីក្តីភាសាសំស្ក្រឹតក្តីមកពីឥណ្ឌាអក្សរខ្មែរយើងនឹងក្តីនិយាយឲ្យអស់ទៅណាយើងកុំលាក់បាំងអ្វីដែលយើងយកពីគីមកអក្សរខ្មែរយើងសពថ្ងៃដែលបានសរសេរមកដល់សពថ្ងៃនឹងសួរថាយកពីណាមកយកពីឥណ្ឌាមកគេហៅថាអក្សរពលវៈសម័យពលវៈយកមកភាសាមុននឹងយកអក្សរព្រាហ្មីអក្សរព្រាហ្មីនេះគេឃើញនៅណាថ្ងៃមុនខ្ញុំក៏ណាទៅបកប្រែនៅលំពិនីនៅប្រទេសនេប៉ាល់គេសរសេរនៅលើសិលាចារឹកសរស្ដំប្របាទធម្មសោកដទីនោះហើយបានបញ្ជាក់ថាសសរនឹងហើយជាអក្សរទី1ដែលខ្មែរយើងខ្ចីយកមកប្រើរហូតដល់ទៅវិវត្តคล้ายមកជាអក្សរខ្មែរយើងសពថ្ងៃហ្នឹង10លើកជាងហើយសារទៅសពរស់បានមានជើងមានដៃអីស្រួលបួលស្អាតបាទដល់យើងសពថ្ងៃហ្នឹងណានឹងសូមបញ្ជាក់ញាតិញោមឲ្យបានជ្រាបថាការបង្រួបបង្រួមការបង្កើតក្រុមជំនុំបត្រៃបៃដកការបង្កើតក្រុមជំនុំវចនានុក្រមខ្មែរដើម្បីសម្រួលភាសាជាតិរបស់ខ្លួនឯងឲ្យមានឯកភាពនៅក្នុងការប្រើប្រាស់ឲ្យបានយល់ដឹងអំពីពាក្យពេចន៍ដែលយើងកំពុងតែប្រើថាមានន័យដូចម្ដេចដែលព្រះអង្គគ្រូហាក់សៀងហៃលោកព្យាយាមពន្យល់ពីអត្តន័យមួយនៅក្នុងវចនានុក្រមហ្នឹងដើម្បីឲ្យញាតិញោមបានយល់បានជ្រាបញាតិញោមខ្លះអត់មានពេលទៅបើកនៅក្នុងវចនានុក្រមមើលទេរវល់ការងារប៉ុន្តែជួនកាលឃើញវីដេអូដែលព្រះអង្គគ្រូពន្យល់អញ្ចឹងក៏មើលបន្តិចទៅចេះបន្តិចទៅហើយថ្ងៃមុនបជាញាតិញោមលួចត្បកមកពនួងនិយាយពាក្យអក្រក់ទៅចុះណែលួចត្បកមកពនួងណែពាក្យអីគឺនិយាយពាក្យថាប្រហោះហើយនិយាយពីល្បីពេញប្រទេសខ្មែរញាតិញោមហើយយកពាក្យអាត្មាហ្នឹងទៅបកស្រាយខ្លះទៅមិនដឹងថាអាត្មាហ្នឹងនិយាយថាម៉េចទេបន្តគ្នាទៅក្អែកមួយចក្អែក10រកអាដើមវាអត់ឃើញចឹងហើយក៏អ្នកខ្លះទៅក៏ឌឺដងទៅនៃព្រះអង្គហ៊ុំសធានឹងកំពុងទៅវាយព្រះអង្គហាក់សៀងហៃហើយនៅវាយយ៉ាងក៏ក្រើកទៅក៏ក្រើកដីណាហើយចង់បញ្ជាក់ញាតិញោមថាពួកបញ្ញវន្តនេះគេប្រកែកគ្នាគេទំនាស់គ្នាដើម្បីស្វែងរកនៅភាពរីកចម្រើននិងភាពត្រឹមត្រូវទៅយល់ដឹងអញ្ចឹងណាចឹងពេលវេលាខ្លីមិនសួរទៀតទេហ្នឹងហើយនៅកុំឲ្យព្រះអង្គនឿយហត់ណាសួរតែមកសំណួរនឹងចោះព្រោះម៉ោងប្រហែលហើយចាតែញោមជំទាវអៃដំញាតិញោមពុទ្ធបរិស័ទអង្គុយចុកដៃចុកជើងហើយហើយបើថាទៅទៀតនឹងទៅដល់ណាទេបងមកយកទឹកភ្លឺហ្នឹងហើយចឹងប្រមូលត្រឡប់មកវិញញាតិញោមចង់សរុបសេចក្តីនៅក្នុងខ្លឹមសារនៃកម្មវិធីបុណ្យដែលញាតិញោមពុទ្ធបរិស័ទសត្វសប្បុរសព្រះសង្ឃគ្រប់ព្រះអង្គបានប្ររពធ្វើយ៉ាងឱឡារិកកកិតកក្រែងប្រកបដោយ
ចិត្តដែលមានធម៌កតញ្ញូនៅក្នុងហត្ថយៈបេះដូងព្រោះនឹកឃើញអំពីការលះបង់ដ៏ធំធេងរបស់មហាវីរៈសមណៈមហាវីរៈបុរសខ្មែរយើងដែលលោកបានធ្វើដែលលោកបានបំពេញមុននឹងលោកលាចាកអំពីលោកនេះទៅគ្មានអ្វីទេមានតែរបស់ដ៏មានតម្លៃសម្រាប់បច្ឆាជននឹងឯងដែលស្ថិតនៅអស់កលកម្មមិនបាត់មិនវិនិច្ឆ័យទៅណាព្រោះហេតុនោះបានជាលោកអ្នកប្រាជ្ញទាំងឡាយលោកពូលទុកជាទំនុកជាបែបបន់លោកពូលទុកថាបរោបការាយផលន្តិវរិក្សាបរោបការាយវហន្តិណត្យាបរោបការាយទុហន្តិកាវហបរោបការារថមិតំಶរីរំនេះសំស្ក្រឹតបរោបការាយផលន្តិវរិក្សាដើមឈើទាំងឡាយតែងបញ្ចេញនៅផ្លែផ្កាដើម្បីប្រយោជន៍ដល់បុគ្គលដទៃវាអត់បរិភោគផ្លែដោយខ្លួនឯងទេបរោបការាយវហន្តិណត្យាស្ទឹងឬទន្លេទាំងឡាយវាហូរចុះពីលើកំពូលភ្នំមានមុខឆ្ពោះទៅកាន់មហាសមុទ្រវាអត់ដែលផឹកទឹកដោយខ្លួនឯងទេញាតិញោមចាំទុកអញ្ចឹងអត់ស្ទឹងឬទន្លេទាំងឡាយមិនផឹកទឹកដោយខ្លួនឯងទេចុះណាអ្នកផឹកទឹកអ្នកណាមនុស្សពពួកសត្វទាំងឡាយបរិភោគទឹកមិនមែនស្ទឹងមិនមែនទន្លេនឹងផឹកទឹកដោយខ្លួនឯងទេស្ដាប់បានទេញាតិញោមបរោបការាយទុហន្តិកាវហមេគោទាំងឡាយផ្ដល់ទឹកដោះដើម្បីប្រយោជន៍ដល់បុគ្គលដទៃម្ដាយគ្រប់រូបទាំងអស់បំបៅដោះកូនមិនមែនយកទឹកដោះមកបរិភោគខ្លួនឯងទេដើម្បីឲ្យកូនមានអាយុជីវិតដើម្បីឲ្យកូនបានធំធាត់លូតលាស់បរោបការារថមិតំశរីរំពពួកជនជាសពរោះទាំងឡាយសរីរៈរាងកាយទាំងមូលរបស់ជនជាសពរោះទាំងឡាយក៏រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់បុគ្គលដទៃអញ្ចឹងមែនទេពួកសពរោះទាំងអស់នោះលាចាកពិភពផែនដីនេះទៅឥតមានយកអីទៅសូម្បីតែបន្តិចទេគម្ពីរបត្រៃបៃដក110ចប់នឹងក្តី110ភាគនឹងក្តីវចនានុក្រមកម្រាស់ជាង1000តពណ៌នឹងក្តីឯកសារដតីទៀតច្រើនសន្ធឹកសន្ធាប់កម្ពុជាសូរិយាជិត100ភាគនឹងក្តីបានបន្សល់ទុកនៅលើទឹកដីខ្មែរនេះឲ្យកូនចៅគ្រប់ចំនួនបានរៀនតែលោកមានយកអីទៅទេថាអត់យកទៅទេអញ្ចឹងណាញាតិញោមមួយទៀតលោកពូលថាជ្រុតត្រឹមជ្រុតទេនៃវនគុណលលេននដានីនបានិរណតុកង្កនីនវិផាតិកាយខលុសច្ចនានាមអ្នកចន្ទនេនរូបការេនតែជារបស់សពរោះទាំងឡាយមិនមែនរុងរឿងដោយការពាក់ក្រវិលឬក៏ពាក់ទំហូរទេតែជានេះណាតែជាទាំងគូនឹងមិនមែនល្អដោយសារការពាក់គ្រឿងអលង្ការទេជ្រុតត្រឹមជ្រុតទាននៃវនគុណដលេនគុណដលេនគឺថាទំហូរឬក៏ថាក្រវិលដែលយើងធ្វើអំពីមាសក្តីធ្វើអំពីស្អីក្តីចុះលំអដោយសារអីលំអដោយសារការស្ដាប់នោះស្ដាប់អីស្ដាប់ពាក្យរបស់សពរោះឃើញទេដានីនបានិរណតុកង្កនីនេះកដៃនេះមិនមែនលំអដៃមួយកណាត់នឹងមិនមែនលំអដោយសារកងដៃទេអត់លំអដោយសារខ្សែដៃទេដានីនេះលំអដោយសារការឲ្យទាន
đáy bộ cô na để che ao tiền chia rưỡi đáy rồi bỏ bộ cô nó sát nát là o nát là o không pì không lụng đi đập tờ này nhìn nhauวิภาติกายขลุสัจนานามกายเราบอกสอบรจุนต่างหลายมันเมนหลมออดโดยคลำจันตีมันเมนหลมออดโดยเครื่องกระอบซิงตีปนแต่กายเราบอกบุคคลจะสอบรนี่เราเมนหลมออดต่อโดยอุปการะเอาไว้จีอุปการะเปียถอุปการะปลายถกาจุยสังกรุมูลเหตุใดทรัพย์สมบัติរបស់បុគ្គលជាសពរស់រមែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់បុគ្គលដទៃនិយាយពីដល់តនេះនឹកឃើញរឿងមួយនឹកឃើញទ្រព្យសម្បត្តិនេះដែលបុគ្គលរកបានមករមែងស្ថិតនៅក្នុងដំណើរ3យ៉ាងដានំភោគោណាស់ដានំមានទ្រព្យសម្បត្តិត្រចេះឲ្យទានបហូកោមានទ្រព្យសម្បត្តិចូលប្រើប្រាស់ឲ្យសមស្របសម្រាប់ខ្លួនឯងដែលអាចតាំងនៅបានកុំប្រើប្រាស់ខុសតែប្រើប្រាស់ខុសទ្រព្យសម្បត្តិនឹងងាកមកសម្លាប់ម្ចាស់ខ្លួនឯងវិញទី3ណាសបើញាតិញោមមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយមិនឲ្យទានអ្នកភុងទេមិនបរិភោគដោយខ្លួនឯងអ្នកតតាទីអ្នកភុងខ្ទេមិនបរិភោគមិនប្រើប្រាស់ដោយខ្លួនឯងមិនឲ្យទានទ្រព្យនោះឯងរមែងស្ថិតនៅក្នុងដំណើរទី3គឺវិនិច្ឆ័យអញ្ចឹងណាដូច្នេះបុគ្គលជាសពបរោះទាំងឡាយរមែងឃើញនៅហេតុខាងចុងគឺសេចក្តីវិនិច្ឆ័យហ្នឹងបើមិនឲ្យទានបើមិនប្រើប្រាស់ខ្លួនឯងទេទ្រព្យហ្នឹងដូចទៅទេចោលឥតមានបានប្រយោជន៍អីសោះបើថ្ងៃណាមួយញាតិញោមទ្រព្យសម្បត្តិមិនទៅចោលញាតិញោមទេញាតិញោមទៅចោលទ្រព្យសម្បត្តិហ្នឹងឯងចឹងមែនទេចឹងមែនអត់ញាតិញោមខ្លះមិនហ៊ានទិញអីពិសាទេអូយពីទុកទៀនក៏មិនឲ្យអាប្រើប្រាស់ខ្លួនឯងក៏មិនប្រើប្រាស់នៅគេងសម្លឹងមើលទ្រព្យនឹងទ្រព្យអញច្រើនទៅចឹងតែកុំភ្លេចថាចុងក្រោយវិនិច្ឆ័យទេទ្រព្យនឹងណាចឹងលោកបង្រៀនថាទ្រព្យនឹងចុងក្រោយវិនិច្ឆ័យហ្នឹងនេះចង់បញ្ជាក់ថាជនជាសពរស់ទាំងឡាយនឹងរមែងបរិច្ចាគកាយលះបង់នៅកម្លាំងកាយចិត្តទាំងសរីរៈទាំងមូលដើម្បីប្រយោជន៍ដល់បុគ្គលដទៃមួយទៀតលោកពូលថាចប់ឥឡូវហើយបើមកគិតថាទៀតទេតើលោកពូលថាពីបន្តិណត្យស្វយមីវណាមផស្វយំអ្នកខាដន្តិផលានេះអ្នកខាដន្តិផលានិវૃក្សានេះលោកពូលថាពីបន្តិណត្យស្វយមេវណាមផស្ទឹងឬទន្លេទាំងឡាយមិនបរិភោគទឹកដោយខ្លួនឯងទេពូលតែចឹងណាស្វយំអ្នកខាដន្តិផលានិវૃក្សាដើមឈើទាំងឡាយមិនបរិភោគផ្លែដោយខ្លួនឯងទេឃើញទេដូចខាងដើមមិញញាតិញោមណាហើយឃ្លាចុងក្រោយលោកដាក់ថាលោកពូលថាណាដន្តិសស្យានយពិវារិវាហាទឹកភ្លៀងដែលធ្លាក់ចុះមកពីលើមេឃមិនស៊ីសន្ទូងរបស់អ្នកស្រុកទេស្រាប់តើនេះញោមភ្លៀងមកគ្រុនតែដើម្បីឲ្យសន្ទូងនឹងល្អលូតលាស់បានល្អធ្វើឲ្យរុក្ខជាតិផងទាំងពងអាចរស់តាំងនៅបានចុងក្រោយលោកពោលថាបរោបការាយសតាមវិភុតយៈទ្រព្យសម្បត្តិរបស់ជនជាសពរស់ទាំងឡាយប្រព្រឹត្តទៅដើម្បីតែជាប្រយោជន៍ដល់បុគ្គលដទៃជួយបុគ្គលដទៃតែប៉ុណ្្នឹងឯងនេះនិយាយអំពីលក្ខណៈរបស់បុគ្គលជាសពរស់ទាំងឡាយសរុបមកវិញឲ្យខ្លីរួញមកវិញជិតកន្លះម៉ោងចង់បញ្ញាដល់អស់កុលបុត្រខេមរៈជនគ្រប់រូបទាំងអស់មិនមែនតែក្នុងទីនេះទេទូទាំងបរិជានិច្ចកម្ពុជាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស
ឲ្យនឹកឃើញនៅមហាបលិកម្មដ៏ធំធេងនេះហើយក៏ដូចជាការអំពាវនាវចុងក្រោយដល់កុលបុត្រខេមរជនទាំងអស់ទាំងអ្នកសិក្សាអក្សរសាស្ត្រក្តីទាំងអ្នកមិនសិក្សាអក្សរសាស្ត្រក្តីឲ្យចាប់អារម្មណ៍ឲ្យងាកមកគិតអំពីការលះបង់ដ៏ធំធេងនេះកុំគ្រាន់តែសរសេរអក្សរខ្មែរក៏ខ្ជិលដែរកុំគ្រាន់តែសរសេរពាក្យខ្មែរហ្នឹងកុំសរសេរមិនឲ្យត្រូវដែរតែមូលហេតុអីបើគ្រាន់តែមានរបស់ប្រើប្រាស់ស្រាប់ហើយយើងប្រើប្រាស់មិនឲ្យត្រឹមត្រូវមានពេលខ្លះអាត្មាជួបហើយអាត្មាសួរថាម៉េចបានមិនសរសេរអក្សរខ្មែរតែខ្ជិលសរសេរមូលហេតុបានខ្ជិលសរសេរនេះមកសេនេះស្រួលជាអក្សរស្អីគេមានបតិញបតោងបតិញបតឹងពាក់អីណានៃអាត្មាមើលមិនយល់គេវាមិនបានសរសេរអញ្ចឹងគេថានឹងស្រួលតាក់ទងគ្នាគេមើលមិនស្គាល់នេះជាគ្រោះមួយសំខាន់សម្រាប់ញាតិញោមនៅក្នុងសង្គមជាតិយើងក៏ញាតិញោមជាឪពុកម្ដាយក៏គប្បីបង្ហើបរឿងហ្នឹងទី2សរសេរពាក្យខ្មែរខុសប្រាប់ថាសរសេរឲ្យត្រូវទៅឆ្លើយតបមកវិញថាខ្ញុំកណាមិនមែនអ្នកអក្សរសាស្ត្រខ្មែរទេទុកឲ្យព្រះអង្គគ្រូហាក់សៀងហៃចុះណាសរសេរត្រូវតែព្រះអង្គគ្រូហាក់សៀងហៃទៅបានហើយទុកឲ្យលោកដាក់បកស្រាយទៅប៉ុន្តែកុំភ្លេចថាយើងជាកុលបុត្រខេមរៈកុលបុត្រយើងជាជនជាតិខ្មែរបើយើងសរសេរភាសាខ្មែរមិនត្រូវឲ្យជនបរទេសគេមកសរសេរជំនួសយើងឬបើយើងមិនព្យាយាមសរសេរអក្សរដែលលោកអ្នកប្រាជ្ញបានរចនាបានសរសេរធ្វើការវិវត្តកែប្រែតាំងពីអក្សរកងិញកងងកងិកកងក់រហូតមកដល់សរសេរឡើងស្អាតភ្លឹកមិនតិចជាង100ឆ្នាំទេនៅក្នុងការវិវត្តនៃអក្សរនេះមកដល់ប៉ុណ្ណឹងយើងគ្រាន់សរសេរអក្សរនឹងឲ្យត្រូវសរសេរអក្សរខ្មែរយើងនឹងយើងអត់សរសេរសួរថាយើងមានបេះដូងនឹងផ្ទុកកតញ្ញូពីតាណាមកនិយាយចឹងមិនមែនថាឲ្យញាតិញោមទេណាអត់មានទេញាតិញោមសិតសរសេរត្រូវទាំងអស់នៅពេលណាដែលមើលវចនានុក្រមចឹងជាការក្រើនរំលឹកដល់កុលបុត្រខេមរៈជនទាំងអស់ចាប់អារម្មណ៍ប្រទេសជាតិមួយមានអក្សរសាស្ត្ររបស់ខ្លួនមានភាសារបស់ខ្លួនយើងសំណាងខ្លាំងណាស់ដែលយើងមានអក្សរប្រចាំជាតិរបស់យើងមានភាសាប្រចាំជាតិរបស់យើងចាត់ទុកថាជាភពសំណាងមួយក្រៃលែងដែលយើងកើតមកជាខ្មែរយើងមានភាសារបស់ខ្លួនឯងយើងមានអក្សររបស់ខ្លួនឯងប្រចាំជាតិខ្លួនឯងតែយើងនៅចង់បានអីទៀតចឹងយើងនៅចង់បានអីទៀតរហូតមកដល់សប្តាហ៍ថ្ងៃនេះក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងលោកជំទាវព្រមទាំងរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់បង្កភាពងាយស្រួលនៅក្នុងការសិក្សាហើយរហូតដល់យើងបានបង្កើតជាវចនានុក្រមអេឡិចត្រូនិកខ្ជិលណាស់គ្រាន់តែចុចនៅលើទូរស័ព្ទហើយរកពាក្យក៏ពិបាកខ្លាំងម្ល៉េះចឹងទេញាតិញោមពិបាកខ្លាំងណាស់ទៅណោះមិនទេរឿងដែលពិបាកវាអត់មានបេះដូងនៅពេលខ្លះខ្ញុំកណាត់អាត្មាភាពនិយាយអាក្រក់បន្តិចថាមកពីណាបេះដូងនឹងវាខ្វាក់អញ្ចឹងណាបើខ្វាក់ភ្នែកអត់អីទេនៅអាចដឹងរឿងរ៉ាវគ្រប់បែបយ៉ាងណាប៉ុន្តែបើខ្វាក់បេះដូងនេះគឺថាពិភពលោកល្ងឹតឈឹងមើលអត់ឃើញទេចឹងមែនទេមែនអត់កុំថាមែនទៅអត់បញ្ចប់ទេថាមែនឆាប់ចប់ហ្នឹងហើយនិយាយច្រើនបន្តិចញាតិញោមលោកជំទាវបើសុំជាស្រ័យបងណាងាយមានពេលមកនិយាយទេបើមួយឆ្នាំ3ឆ្នាំហើយបានមកនិយាយនឹងម្ដងចឹងនិយាយយូរបន្តិចហើយលខោនស្បែកអីនឹងចាំសិនទៅអាត្មាទៅមើលដែរទេមិនអីទេបើមិនចប់ទេសនាក៏ប្រចាំងមិនកើតអាត្មាក៏មិនបានមើលហើយបើសិនជាអាត្មានៅតែសំដែងទៅប្រចាំងមិនកើតអាត្មាមិនបានមើលចឹងតើតែចប់ទាំងអស់គ្នាបានទុកវេនឲ្យខាងលខោនស្បែកមើលណាចឹង